ធ្វើពីដៃដែលមានការ design ដោយជនជាតិបារាំងខ្ញុំសូមធ្វើការបកស្រាយអំពីដំណាក់កាលនីមួយៗក្នុងការត្បាញតម្បាញក្រមាសូត្រខ្មែរយើងដំណាក់កាលទី1គឺជាការជ្រលក់យោងទៅតាមការរចនាម៉ូដដែលត្រូវបានផលិតយើងជ្រលក់តម្រងសូត្រនីមួយៗហើយហាលឲ្យស្ងួតពេលក្រោយដំណាក់កាលទី2គឺជាការខាលសូត្រនៅក្នុងដំណាក់កាលនេះយើងខាលសរសៃសូត្របញ្ចូលឡតនិងបំពង់ឡតនិងបំពង់នីមួយៗទាំងនេះត្រូវបានប្រើប្រាស់សម្រាប់រៀបចំផ្ទៃសូត្រសម្រាប់តម្បាញឥឡូវនេះដំណាក់កាលអន្ទងផ្ទៃគឺជាការរៀបចំតសៃសូត្រនៅលើកៃតម្បាញឲ្យមានរបៀបរៀបរយកុំឲ្យវាចំពាក់ហើយជាដំណាក់កាលដំបូងសម្រាប់រៀបចំធ្វើការត្បាញយើងអាចដឹងអំពីទំហំទទឹងនៃក្រមានិងម៉ូដនិងស្ទាយផ្សេងៗរបស់ក្រមាការចាក់ធ្មេញបន្ទាប់ពីយើងរៀបចំផ្ទៃរបស់ក្រមាយើងហើយនៅលើកៃតម្បាញយើងរៀបចំចាក់ធ្មេញនៅក្នុងតសៃសូត្រនីមួយៗយើងត្រូវចាក់បញ្ចូលទៅតាមធ្មេញនីមួយៗរបស់កៃតម្បាញការថ្កក្នុងអំឡុងពេលថ្កសរសៃសូត្រនីមួយៗត្រូវបានរៀបចំឲ្យមានបច្ចេកទេសនិងមានរបៀបរៀបរយដដែលប៉ុន្តែត្រូវភ្ជាប់សរសៃសូត្រនីមួយៗជាមួយនឹងដង្កដើម្បីឲ្យឈ្នាន់នីមួយៗទាញសរសៃសូត្រជាមួយនឹងដង្កចុះឡើងដែលជាផ្នែកមួយយ៉ាងសំខាន់ដែរសម្រាប់ការត្បាញការចាក់ដៃដែលត្បាញគឺដូចជាការលេងព្យ៉ាណូយ៉ាងអញ្ចឹងដែរដៃនិងជើងគឺត្រូវធ្វើការឲ្យរស់រវើកជើងជាន់ឈ្នាន់ដើម្បីឲ្យមានប្រឡោះចាក់ត្រល់ចូលទៅប្រឡោះម្ខាងទៀតនៃផ្ទៃរបស់សូត្រចាក់នារីតម្បាញត្រូវធ្វើការបោះត្រល់ម្ខាងទៅម្ខាងរហូតដល់អស់ចំនួនដែលបានកំណត់យើងអាចនិយាយបានថាស្ត្រីតម្បាញគឺដូចជាសិល្បករអញ្ចឹងដែរផលរបស់យើងគឺយើងត្រូវធ្វើការចងជាក្រមាអ៊ុតនិងដេផ្លាករបស់ក្រុមហ៊ុនយើងក្នុងដំណាក់កាលនេះដែរយើងត្រូវការត្រួតពិនិត្យឲ្យល្អឥតខ្ចោះដើម្បីឲ្យប្រាកដថាអតិថិជនរបស់យើងទទួលបានផលិតផលធ្វើដោយដៃដែលល្អឥតខ្ចោះ